đo thông thề vâng với sắm pơ ra bọc ra bát xây là đi nâng prang niên sâu văn mê lý ban ăn đai vùng vây nơi lơ mà ha sa cầu rốc từ troi bùng khởi bè đi chỉ nâng amat cục kia ban tol công đất cất ở vây mình chành có ban riệp trong bị thi buông xuông đam bay ao arok arete và đà chuối trong all bằng hành lờiក្រោយពីប្របាទសីលរាជទ្រង់បានធ្វើពិធីបួងសួងរួចហើយស្រាប់តែពេលនោះមានព្រាហ្មណ៍នៅលើសំពៅម្នាក់ត្រូវបានខ្មោចព្រាយបិសាចចូលសន្ធិដ្ឋនៅក្នុងខ្លួនហើយបានចង់អោបប្រាប់ផ្លូវឲ្យធ្វើដំណើរទៅត្រង់នឹងជួបកោះមួយដែលមានលោកតាមនីអេសីគង់នៅនឹងបានប្រាប់ថាលោកតាមនីអេសីនឹងអាចជួយព្រះអង្គបានពេលនោះព្រះបាទសីលរាជទ្រង់បានឮដូចឆ្លោះហើយក៏ឲ្យអាមាត្យបែរក្បាលទូកហើយសំដៅទៅកោះនោះភ្លាមដោយការធ្វើដំណើរឆ្ពោះទៅកាន់កោះនោះប្រើពេលអស់រយៈពេល15ថ្ងៃនៅពេលទៅជិតដល់កោះនោះព្រះបាទសីលរាជទ្រង់បានយកកែវយឹតមកមើលហើយបានឃើញលោកតាមុនីអ៊ីសីព្រមទាំងមនុស្សម្នាអាស្រ័យនៅលើកោះនោះផងដែរទើបព្រះអង្គទ្រង់បញ្ជាឲ្យអាមាត្យចូលចតនៅក្នុងកោះនោះទៅព្រះបាទសីលរាជនិងព្រះនាងសុវណ្ណមាលីព្រមទាំងបណ្ដាអាមាត្យទាំងអស់បានចុះពីលើសំពៅហើយនាំគ្នាដើរទៅសម្ដៅទៅរកលោកតាមនីអ៊ីសីដើម្បីថ្វាយបង្គំនិងឲ្យលោកតាជួយពេលនោះព្រះអភ័យមនីដែលរក្សាសល់ជាមួយលោកតាមនីអ៊ីសីបានឃើញព្រះនាងសុវណ្ណមាលីលើកដំបូងទ្រង់ក៏មានចិត្តប្រតិព័ទ្ធលើព្រះនាងភ្លាមចំណែកព្រះនាងសុវណ្ណមាលីទ្រង់ក៏មានចិត្តស្រឡាញ់ព្រះអភ័យមនីដែរតែមិនបានសម្ដែងចេញមកគ្រាន់តែអ្នកទាំងពីរគិតទុកនៅក្នុងចិត្តតែប៉ុណ្ណោះចំណែកព្រះសីលរាជទ្រង់បានឃើញព្រះអភ័យមនីនិងព្រះកុមារសិនសមុទ្រទ្រង់ក៏មានចម្ងល់នៅក្នុងចិត្តថាហេតុអ្វីអ្នកទាំងពីរនៅក្មេងសោះបានមកបួសរក្សាសិលជាមួយនឹងលោកតាមុនីអ៊ីសីដូច្នេះព្រះបាទសីលរាជទ្រង់បានសាកសួរដំណើរដើមតងនៅរឿងរ៉ាវរបស់ព្រះអភ័យមនីព្រះអភ័យមនីក៏បានប្រាប់រឿងរ៉ាវទាំងអស់នោះទៅដល់ទ្រង់ព្រមទាំងប្រាប់នៅវិជាផ្លុំខ្លុយរបស់ទ្រង់ឲ្យព្រះបាទសីលរាជស្ដាប់ទៀតផងព្រះបាទសីលរាជទ្រង់ឆ្ងល់ថាតើវិជាផ្លុំខ្លុយរបស់ព្រះអភ័យមនីអាចធ្វើឲ្យនាងយក្ខិនីដួងស្នេហ៍ស្រឡាញ់ព្រះអង្គបានយ៉ាងដូចម្តេចហើយទ្រង់ចង់ឲ្យព្រះអភ័យមនីផ្លុំឲ្យទ្រង់ស្ដាប់តែព្រះអភ័យមនីទ្រង់បានបដិសេធព្រោះទ្រង់កំពុងតែរក្សាសិលមិនអាចផ្លុំខ្លុយបានទេហើយព្រះអភ័យមនីបានឲ្យកុមារសិនសមុទ្រផ្លុំខ្លុយជំនួសព្រះអង្គដោយព្រះអភ័យមនីបានបង្រៀននៅវិជាផ្លុំខ្លុយដល់ព្រះសិនស